លើកមុនណាឲ្យតែចង់ញ៉ាំតៅហ៊ូចៀនតែងតែទៅទិញរបស់គេចៀនហើយស្រាប់ហ្នឹងហើយគេដឹងចៀនទុកឡើងប៉ុន្មានថ្ងៃហើយយើងយកមកដល់ហ្នឹងក៏ញ៉ាំអត់ឆ្ងាញ់ដែរហើយណាមួយទៀតចូលខ្លាញ់ខ្លាំងពេកមិនដឹងគេយកខ្លាញ់អីប្រេងអីយកមកចៀនទេញ៉ាំទៅស្អត់ល្អសម្រាប់សុខភាពយើងទេបងប្អូនឥឡូវនេះខ្ញុំដឹងពីវិធីនេះមួយបងប្អូនអាចសាកល្បងបានហើយញ៉ាំទៅមានរសជាតិឆ្ងាញ់ជាងយើងទិញគេនឹងច្រើនមែនតែនហើយសំខាន់គឺយើងអត់ប្រើប្រេងច្រើនយកមកបំពងឲ្យវាឡើងស្រួយទាំងអស់អីទេគឺយើងដាក់នៅក្នុង air fry បងប្អូនហើយយើងកាត់ជាដុំធំធំប៉ុណ្ណឹងមកខ្ញុំកាត់ជា4អញ្ចឹងទៅណាហើយវារៀងក្រាស់បន្តិចប៉ុន្តែទៅពេលយើងយកទៅអាំងក្នុងហ្នឹងទៅវាទៅជាកម្រាស់ហ្នឹងល្មមព្រោះខ្ញុំយកទៅដាក់ក្នុងខអញ្ចឹងខ្ញុំអត់ចង់ឲ្យវាស្ដើងពេកទេហើយបងប្អូនអាំងតែ20នាទីក្នុង air fry លេខ400 degree F ណាហើយដាក់20នាទីទៅមកចំហៀងវានៅរៀងខាងក្រោមនៅសអញ្ចឹងខ្ញុំថែមប្រហែលជា7-5នាទីអីទៀតបានវាស្រួយស្មើទាំងអស់អញ្ចឹងបងប្អូនមើលតែពណ៌ក៏ដឹងតែឆ្ងាញ់ដែរមានជាតិហើយមើលខ្ទះឡើងស្អាតភ្លឹង